ba chia từ vốn có cho room sọc đại chụp bong thì này បាទជំរាបសួរ សម្រាប់បងមកទោះជាថ្ងៃនេះយើងបរាជ័យមែនប៉ុន្តែលឺថាការប្រកួតនេះយើងមកជំនួសគេទេ បាទមកជំនួសបើបងសំវិឆ័យបង សម្រាប់បងប្រកួតអន្តរជាតិជាលើកទីប្រមាណហើយ បាទនេះជាលើកទី3របស់ខ្ញុំតែក្នុង PNN គាត់ផ្ដល់ឱកាសខ្ញុំ2ដង លើកមុនយើងលទ្ធផលមិនដែរ លើកមុនចាញ់ទូអាកូបៀលតែកាលហ្នឹងយើងបានបាយគាត់រាប់តែគាត់ថាយើងយឺតជាងគាត់ទូស្គាល់ ប៉ះមួយអាកូបៀអាចចាត់ទុកថាជាកីឡាករល្អមួយរូបដែរនោះ តែប៉ះកាលហ្នឹង2ឆ្នាំមុន បាទហើយមានឱកាសវាយគេរាប់ទៀត បាទ មកប៉ះកីឡាករបរទេសលើកនេះខុសប្លែកពីលើកមុនមិនដឹង លើកមុនគាត់ស្រួលវាយគាត់អត់សូវថយចឹងពេកទេនេះគាត់រឿងថយច្រើនតិច ឃើញការប្រកួតមួយកីឡាករបរទេសមិញគាត់ថយខ្លាំងអាចថាដោយសារយើងចូលដើមទឹកយើងព្យាយាមសម្រុកដែរឬក៏មិនហ្នឹង ទឹកមួយយើងប្រឹងវាយដោយសារយើងកម្លាំងនៅល្អពេញដូចគ្នាចឹងព្យាយាមដេញវាយគាត់ក៏ចូលទៅផ្្លាត់ ដោយសារកន្លងមកធ្លាប់ឃើញតែកីឡាករបរទេសអ្នកនាំលេងមុនណាដល់ពេលឡើងទៅភ្លាមស្រាប់ឃើញបងកីឡាករខ្មែរនាំកីឡាករបរទេសបុកមុនវិញ នេះជានិយាយទៅខ្ញុំធ្លាប់ទៅវាយដេញគេបើចាំមកគេដេញវាអត់ស្រួល អាចថាដោយសារការបង្ហាញខ្លួននៅក្នុងកម្មវិធីធំនេះយើងចង់សាងគេឈ្មោះឲ្យទស្សនិកជនគាត់បានស្គាល់ឬយ៉ាងម៉េចដែរ បាទដល់និយាយទៅដោយសារកម្មវិធីធំខ្ញុំចង់សាងកិត្តិយសឈ្មោះគេឈ្មោះកិត្តិយសខ្ញុំឲ្យបងប្អូនស្គាល់តែគួរសោកស្ដាយពេលនេះខ្ញុំបានចាញ់ទុកឲ្យសុំទោសពុកម៉ែបងប្អូនខ្ញុំធ្វើអស់ពីសមត្ថភាពហើយ បាទឃើញផ្្លាត់ចូលដើមទឹកត្រូវបានអាជ្ញាកណ្ដាលរាប់ហ្នឹងដូចជាត្រូវនឹងអីដែរបង ដូចជាត្រូវនឹងជើងចូលទៅឆ្អិតដកដង្ហើមអត់ចាញ់បង អូត្រូវជើង បាទចូលទាត់គាត់មុនតែដល់គាត់មកវិញធ្ងន់ជាង ពេលហ្នឹងអាចថាយើងនៅទប់ទល់បានណា ដំបងកុំអីក៏អត់រឿងកុយចុះដល់សាក់ចូលទៅវាធ្ងន់ពេកធ្ងន់ដកដង្ហើមអត់ចាញ់ដល់អញ្ចឹងតម្លាក់ខ្លួនមិនតិចសិនដើម្បីយកខ្យល់ ហើយចូលអាវុធរបស់គាត់លើកទី2ហ្នឹងត្រូវតាណាដែរបានជា ទី2ដូចជាអត់សូវចាំភាសាយើងទៅដូចជាត្រូវដៃលើកទី2ត្រូវដៃ ត្រូវដៃចូលមុខណា បាទត្រូវ អូត្រូវស៊ីផ្កា បាទ ពេលហ្នឹងអាចថាអារម្មណ៍វិលចង់បោះបង់ការប្រកួតទេ និយាយទៅឲ្យតែអាចងើបបានគឺខ្ញុំមិនដេកដួលមួផ្សំព្រឹកតិចខាតសម្រាប់ខ្ញុំ សម្រាប់ការត្រៀមខ្លួនមិនដែរបងជើងមកជំនួសគេអញ្ចឹងអាចថារៀងខ្វះការត្រៀមខ្លួនទេ ការត្រៀមខ្លួនផងខ្ញុំជាងមួយអាទិត្យពេញដែរដោយសារទី1គ្រូបានប្រាប់មុនទី2ខ្ញុំបានហាត់តែពេលល្ងាចទេដោយសារពេលព្រឹកខ្ញុំចូលពេញភារកិច្ចជាសមាជិក ចឹងអាចថាការត្រៀមខ្លួនយើងមកគួរសមណា បានគួរសមអត់មានមកពីពេលវេលាខ្លីទេដោយសារយើងធ្វើមិនបានល្អខ្លួនឯងទូស្គាល់ដែរ សម្រាប់ការប្រកួតនេះបងមានពាក្យពេចន៍អីនិយាយទៅកាន់តែគ្រប់ត្រយ សម្រាប់ខ្ញុំការប្រកួតនេះខ្ញុំសូមអរគុណដល់ស្ថានីយ៍ PNN យ៉ាងធំដែលបានផ្ដល់ឱកាសឲ្យខ្ញុំមកប្រកួតអន្តរជាតិជំនួសបងសំវិឆ័យខ្ញុំក៏សូមអរគុណដល់បងដែលបានស្ថានីយ៍ដែលបានផ្ដល់ឱកាសឲ្យខ្ញុំហើយនឹងអរគុណពុកម៉ែបងប្អូនដែលតែងតែគាំទ្រខ្ញុំកន្លងមក សម្រាប់បងមានជាការបញ្ញាចិត្តយ៉ាងណាដែរបើសិនបើមានឱកាសប្រកួតអន្តរជាតិលើកក្រោយ បើសិនជាមានឱកាសប្រកួតអន្តរជាតិលើកក្រោយខ្ញុំនឹងបដិញ្ញាខិតខំប្រខាត់ឲ្យបានខ្លាំងជាងនេះហើយនឹងមិនធ្វើឲ្យម៉ែបងប្អូនខំនងឡើយ អរគុណច្រើនបងសង្ឃឹមថាឱកាសក្រោយបាក់ជួបគ្នាមកទៀត បាទបងអរគុណ